សាចនោះគុំភ័យខ្លាចចៅមនុស្សដ៏ក្លាហានបរិសុទ្ធបិសាចនោះបានទទួលការផ្ដន្ទាទោសដែលគាត់សមនឹងទទួលហើយចចាមអារាមបានលេចចេញថាយើងជាអ្នកសម្លាប់ចៅមានរូបកំសត់នោះត្រូវហើយចៅមានរូបកំសត់នោះគឺជាឯកដែលបរិសុទ្ធបិសាចកំណាចនោះបានសម្លាប់គាត់តែមិនអីទេយើងនឹងដោះលែងឯងពីរូងភ្នំមួយនេះតែសូមប្រាប់យើងមកតើយើងអាចដោះលែងឯងបានយ៉ាងដូចម្ដេចឯងត្រូវតែចូលទៅក្នុងខ្ទមរបស់មនុស្សដេរេឆាននោះពេលដែលវាកំពុងដេកលង់លក់ហើយនៅខាងក្នុងមានកន្ត្រកផ្លែឈើមួយចាប់យកផ្លែឈើដែលមានពន្លឺភ្លឺចែងចាំងបំផុតចេញពីកន្ត្រកនោះមកហើយយើងនឹងមានសេរីភាពឡើងវិញប៉ុន្តែឈប់សិនចៅមនុស្សឯងត្រូវមានការប្រុងប្រយ័ត្នបំផុតបើវាដឹងឯងនឹងត្រូវបាត់បង់ជីវិតយល់ហើយយើងនឹងនាំផ្លែឈើដែលមានពន្លឺភ្លឺផ្លេកៗនោះមកឲ្យអ្នកប៉ុន្តែអ្នកត្រូវសន្យាដល់ខ្ញុំមួយអ្នកត្រូវចាក់ចេញពីរូងភ្នំមួយនេះហើយកុំត្រឡប់មករូងភ្នំនេះជារៀងរហូតយល់ព្រមយើងនឹងទទួលយកលក្ខខណ្ឌរបស់ឯងបន្ទាប់មកដនបានទៅកាន់សួនផ្កានោះអូមានផ្លែឈើច្រើនណាស់នៅទីនេះប៉ុន្តែគ្មានផ្លែឈើណាដែលមានពន្លឺភ្លឺផ្លេកៗនោះទេនៅពេលនោះដែរដនបានសង្កេតឃើញថាបរិសុទ្ធចម្លែកនោះកំពុងត្រឡប់មកខ្ទមរបស់គាត់វិញដោយឃើញដូច្នេះដនបានលាក់ខ្លួននៅពីក្រោយទ្វារបរិសុទ្ធនោះបានចូលទៅក្នុងខ្ទមរបស់គាត់ហើយបានដេកលង់លក់នៅលើគ្រែនេះហើយជាផ្លែឈើដែលភ្លឺបំផុតយើងត្រូវតែយកវាឲ្យអារក្សទឹកឲ្យបានលឿននៅពេលដែលគាត់ចាប់ដើមចេញទៅសូរជើងរបស់គាត់បានធ្វើឲ្យបរិសុទ្ធចម្លែកនោះញាក់ឡើងឈប់សិនចៅមេនុតែឯងគិតថាឯងកំពុងចេញទៅជាមួយផ្លែឈើវីតាមីនរបស់យើងមែនទេសូមដាក់វាចូលវិញបើមិនដូច្នោះទេយើងមិនអនុញ្ញាតឲ្យឯងចេញពីទីនេះទេដោយស្ដាប់ដូច្នេះហើយដនមានការភ័យខ្លាចយ៉ាងខ្លាំងសូមអនុញ្ញាតឲ្យយើងយកផ្លែឈើនេះទៅយើងចង់ប្រើវាដើម្បីដោះលែងអារក្សទឹកដែលត្រូវបានឃុំឃាំងខ្លួននៅក្នុងរូងភ្នំដើម្បីឲ្យអ្នកភូមិអាចចេញចូលឆ្លងកាត់រូងភ្នំដោយគ្មានការភ័យខ្លាចតែឯងកំពុងនិយាយអ្វីចៅមនុស្សឯងចង់បំផ្លាញការខិតខំរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមែនទេបើអារក្សទឹកនោះត្រូវបានដោះលែងពីរូងភ្នំអ្នកភូមិនឹងមិនដោះលែងយើងនោះទេយើងមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងទេសូមដាក់ផ្លែឈើវីតាមីនរបស់យើងចូលវិញឥឡូវនេះដោយស្ដាប់ដូច្នេះដនបានចាប់ផ្ដើមរត់ជាមួយផ្លែឈើដែលមានពន្លឺភ្លឺផ្លេកៗនោះហើយបរិសុទ្ធបិសាចនោះបានដេញតាមគាត់នៅពេលដែលគាត់បានចូលទៅផ្លែឈើដែលមានពន្លឺភ្លឺផ្លេកៗនោះបានរអិលចេញពីដៃរបស់គាត់ហើយបានធ្លាក់ចុះទៅលើដីភ្លាមៗនោះវាបានប្រែក្លាយទៅជាសត្វសេកមួយដនមានការភ្ញាក់ផ្អើលនៅពេលឃើញបែបនោះហើយបរិសុទ្ធចម្លែកនោះក៏បានដេញតាមមកដល់តែឯងបានធ្វើអ្វីចៅមនុស្សឯងបានទម្លាក់ផ្លែឈើវីតាមីននេះមែនទេសត្វសេកនេះនឹងបង្ហាញនៅផ្លូវដើម្បីដោះលែងអារក្សទឹកទេយើងមិនអនុញ្ញាតឲ្យវាកើតឡើងទេ
នៅពេលដែលបរិសចម្លែកនោះបានព្យាយាមវាយប្រហារទៅលើដនភ្លាមនោះស្រាប់តែមានភ្លើងឆាបឆេះទៅលើបរិសបិសាចនោះគុំភ័យខ្លាចចៅមនុស្សដ៏ខ្លាចបរិសបិសាចនោះបានទទួលការផ្ដន្ទាទោសដែលគាត់សមនឹងទទួលហើយឥឡូវនេះឯងប្រឈមមុខនឹងជំហានចុងក្រោយនៃដំណើររបស់ឯងហើយសត្វសេកនេះនឹងជួយឯងភ្លាមនោះសត្វសេកនោះបានចាប់ផ្ដើមហោះហើរទៅហើយបាននាំដនចូលទៅយ៉ាងជ្រៅក្នុងរូងភ្នំបន្ទាប់ពីដើរបានបន្តិចគាត់បានឃើញសោដែលបានអណ្ដែតនៅក្នុងខ្យល់ក្នុងចំណោមសោវិតមន្តទាំងនោះមានសោមួយដែលអាចដោះលែងអរិយទឹកបានណែចាំមើលនោះអ្នកត្រូវជ្រើសរើសសោមួយក្នុងចំណោមសោទាំងនេះប៉ុន្តែចូលចងចាំថាអ្នកត្រូវជ្រើសរើសសោដែលត្រឹមត្រូវប្រសិនបើអ្នកជ្រើសរើសខុសសោនេះនឹងបាត់បង់ជារៀងរហូតហើយអ្នកនឹងមិនអាចដោះលែងអរិយទឹកចេញពីរូងភ្នំមួយនេះបានទេដោយស្ដាប់បែបនេះហើយដនមានការភ្ញាក់ផ្អើលអូព្រះអើយខ្ញុំមានការពិបាកខ្លាំងណាស់តើខ្ញុំនឹងត្រូវជ្រើសរើសសោដែលត្រឹមត្រូវបានយ៉ាងដូចម្ដេចបន្ទាប់ពីគិតរួចដនបានសង្កេតឃើញអ្វីមួយសោមួយក្នុងចំណោមសោទាំងនោះមានទំហំធំបំផុតនិងមានពន្លឺភ្លឺផ្លេចដូចផ្លែឈើដែលបានបំលែងទៅជាសត្វសេកអញ្ចឹងគាត់បានគិតថាសោធំនោះគឺជាសោដែលត្រឹមត្រូវនៅពេលដែលគាត់បានជ្រើសរើសយកវាសោផ្សេងទៀតក៏បានបាត់ទៅភ្លាមបន្ទាប់មកសត្វសេកនោះក៏បាននិយាយថាល្អខ្លាំងណាស់ចៅមានប់អ្នកបានជ្រើសរើសសោដែលត្រឹមត្រូវដោយប្រាជ្ញារបស់អ្នកនិងភាពក្លាហានរបស់អ្នកឥឡូវនេះមកជាមួយខ្ញុំឲ្យលឿនមកហើយបើកទ្វារមួយដែលអរិយទឹកត្រូវបានចាប់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយសត្វសេកបាននាំចៅមានប់ឆ្ពោះទៅកាន់ទីនោះមើលទៅខ្ញុំបានយកសោវិតមន្តដើម្បីមកដោះលែងអ្នកហើយអ្នកពិតជាក្លាហានខ្លាំងណាស់ចៅមានប់ឥឡូវនេះសូមឯងដោះវិតមន្តដែលឃុំឃាំងយើងឥឡូវមកក្នុងគ្រានោះដែរដនបានបោះសោនោះឡើងទៅខាងលើវិតមន្តដែលបានឃុំឃាំងក៏បានបាត់ភ្លាមហើយអរិយទឹកទទួលបានរូបរាងពិតប្រាកដរបស់គាត់វិញយើងអរគុណច្រើនចៅមានប់អ្នកបានដោះលែងយើងចេញពីទីនេះហើយចៅមានប់អ្នកគឺជាមនុស្សដែលអង់អាចក្លាហានខ្លាំងណាស់យើងនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលឯងប្រាថ្នាសូមឯងពងប្រាថ្នាមកតើអ្នកមានសេរីភាពពិតប្រាកដហើយមែនទេហើយអ្នកនឹងមិននៅក្នុងរូងភ្នំនេះទៀតទេឬនោះមានន័យថាអ្នកភូមិអាចចូលឆ្លងកាត់នៅទីនេះដោយគ្មានការភ័យខ្លាចពីបិសាចទៀតទេត្រូវហើយចៅមានប់អ្នកភូមិនឹងមិនមានការភ័យខ្លាចទៀតនោះទេយើងនឹងចាក់ចេញពីរូងភ្នំមួយនេះហើយយើងនឹងត្រឡប់ទៅពិភពរបស់យើងវិញភូមិនឹងឆ្លងកាត់នៅទីនេះដោយសេរីដោយគ្មានការភ័យខ្លាចព្រោះដោយសារអ្នកយើងត្រូវបានដោះលែងសូមអ្នកពងប្រាថ្នាអ្វីដែលអ្នកចង់បានមកយើងនឹងផ្ដល់ជូនអ្នកចៅមនុស្សខ្ញុំមិនចង់បានអ្វីពីអ្នកទេបើអ្នកពិតប្រាកដជាចង់ផ្ដល់បំណងប្រាថ្នាឲ្យខ្ញុំមែនខ្ញុំនឹងស្នើអ្វីមួយខ្ញុំស្រឡាញ់រូងផ្កានៅខាងមុខរូងភ្នំនេះខ្លាំងណាស់សូមប្រកាសឲ្យផ្លែឈើនិងផ្ការបស់វាមានផ្កាជានិច្ចនិងមិនស្រពោនស្ងួតនោះទេល្អហើយចៅមនុស្សយើងនឹងផ្ដល់ជូននៅបំណងរបស់ឯងចាប់ពីពេលនេះតទៅសួននេះនឹងស្រស់បំព្រងនិងស្រស់ស្អាតជានិច្ចផ្លែឈើនិងផ្ការបស់វានឹងមិនស្ងួតស្រពោនឡើយយើងអរគុណឯងខ្លាំងណាស់ចៅមនុស្សឥឡូវនេះដល់ពេលដែលយើងត្រូវចាក់ចេញហើយបន្ទាប់មកអរិយទឹកក៏បានបាត់ចេញពីក្នុងរូងភ្នំនោះបាត់ទៅហើយដនក៏បានដើរចេញពីក្នុងរូងភ្នំនោះគាត់បានឃើញអ្នកភូមិទាំងអស់គ្នាកំពុងជួបជុំគ្នានៅមុខផ្លូវចូលក្នុងរូងភ្នំបងប្រុសអ្នកមិនអីទេឬតែអរិយទឹកមិនបានធ្វើអ្វីអ្នកទេឬខ្ញុំមិនអីទេហើយឥឡូវនេះគ្មានអរិយទឹកនៅក្នុងរូងភ្នំនេះទៀតទេអរិយទឹកបានចាក់ចេញទៅជារឿងរហូតហើយតើអរិយទឹកបានទៅណាអរិយទឹកដែលអន្តងហៅអ្នកភូមិឲ្យចូលទៅក្នុងរូងភ្នំនោះដនបានប្រាប់អ្នកភូមិអំពីរឿងរ៉ាវដែលបានកើតឡើង
បន្ទាប់ពីស្ដាប់សាច់រឿងរួចអ្នកភូមិមានសេចក្តីរីករាយជាខ្លាំងបន្ទាប់មកពួកគេបាននិយាយទៅកាន់ដនថាដនឯងពិតជាក្មេងប្រុសដ៏ក្លាហានមែនដោយសារតែឯងអរិយទឹកត្រូវបានដោះលែងចេញពីការឃុំឃាំងនៅក្នុងរូងភ្នំឥឡូវនេះពួកយើងអាចចូលទៅក្នុងរូងភ្នំដោយគ្មានការភ័យខ្លាចទៀតទេហើយសូម្បីតែអាចកំបាំងនៃការស្លាប់របស់ឯងក៏ត្រូវបានលាតត្រដាងដែរចាប់តាំងពីពេលនោះមកអ្នកភូមិបានរស់នៅក្នុងភូមិពួកគេយ៉ាងមានសេចក្តីសុខនិងគ្មានការភ័យខ្លាចទៀតនោះទេឡៃអប់រំនៅក្នុងសាច់រឿងនេះគឺចង់បង្ហាញពីការដែលមានចិត្តលោភលន់តែងតែជួបនៅសេចក្តីអន្តរាយ